បងប្អូនឃើញក្បាលវីដេអូនេះហើយគឺដឹងតែស្រក់ទឹកមាត់ហើយគឺថាthe best បងប្អូនណាហើយគឺថាជាតិដាកហើយមុខម្ហូបនេះគឺថាស្រួលធ្វើហើយបងប្អូននឹងចាយពេលវេលាតិចទៀតបងប្អូនណាបងប្អូនមកពីហត់ពីការងារពិបាករើមុខម្ហូបណាបកងលើធូរថ្លៃដែរទេបងប្អូនណាហ្នឹងហើយទិញបកងកន្លះគីឡូឬក៏1គីឡូមកឆាម្រេចខ្ចីបងប្អូនណាហើយវិធីឆានោះងាយទេបងប្អូនឆាម្រេចខ្ចីយើងដូចតែឆាខ្ទិះដែរគាត់ថាយើងដាក់ម្រេចខ្ចីឲ្យច្រើនបងប្អូនណាហើយគ្រឿងផ្សំវាមានតែម្រេចខ្ចីខ្ញុំប្រើម្ទេសផ្លោកនេះដាក់យកពណ៌យកសម្រស់ទេបងប្អូនណាដាក់ឲ្យមុខម្ហូបយើងវាឡើងសម្រស់បន្តិចយ៉ាងតើយើងឆ្នៃមុខម្ហូបអញ្ចឹងយើងឆ្នៃរសជាតិយើងឆ្នៃសម្រស់យើងឆ្នៃបែបផែននៃផ្សេងហ្នឹងហើយដូចតែយើងតែងខ្លួនចឹងណាបងប្អូនណាបើយើងតាមតែសម្រស់ធម្មជាតិយើងវាពិបាកទទួលយកដែរមិនចឹងណាអញ្ចឹងយើងតុបតែងខ្លះទៅយើងកុំធម្មជាតិពេកហ្នឹងហើយយើងដាក់ក្រែមដាក់ម្សៅអីចឹងទៅលាបអីចឹងទៅខ្លះទៅឲ្យវាឃើញសយើងហ្នឹងហើយយើងធម្មជាតិស្អាតយើងស្អាតយើងមើលប៉ះបើទៀតទៅវារឹតតែស្អាតហើយយ៉ាងណាមិញមកហូបយើងដែរបងប្អូនណាហើយយើងមិនមកហូបហើយយើងចេះកែច្នៃអានេះឆាគ្រឿងអានេះឆាក្តៅថ្ងៃនោះឆាតែបកងតែមួយយើងធ្វើបានច្រើនមុខឥឡូវយើងបកងមកមុខថ្ងៃមុនឆាខ្ទិះឥឡូវមកឆាម្រេចខ្ចីបងប្អូនណាហ្នឹងហើយឆាម្រេចខ្ចីហ្នឹងតែរៀងតែគ្នាទេគ្រាន់តែយើងដាក់ខ្ទិះដូងតិចបងប្អូនណាបងប្អូនដាក់ខ្ទិះដូងក៏បានមិនដាក់ក៏បានដែរសម្រាប់ញ៉ាំដាក់ដោយសារអីបង្កងវាបាក់សាច់ហើយបងប្អូនណាអញ្ចឹងយើងប្រើគ្រឿងឲ្យដុតហើយគ្រឿងដុតជាមួយបង្កងបកានេះមានតែឆាបើរបៀបឆាមានតែយើងដាក់ខ្ទិះដូងនេះបងប្អូនណាឬក៏ដាក់ប្រេងខ្យងឲ្យច្រើនអញ្ចឹងទៅហើយក៏ដាក់ទឹកស៊ីអ៊ីវខាប់អីទៅយើងមានគ្រឿងមកយើងដាក់ប៉ុណ្ណឹងសិនមកហើយគ្រឿងផ្សំនេះមានតែប៉ុណ្ណឹងទេបងប្អូនណាហើយម្ទេសក្រហមនេះខ្ញុំដាក់យកតែពណ៌អីទេហើយគ្រឿងក្រៅយើងធ្វើឲ្យអស់ហើយយើងចាប់ផ្ដើមដាក់ឆាគ្រឿងមកបងប្អូនណាហើយបកងនេះដែរខ្ញុំប្រើបកងប្រហែលជា7ខាំទេបងប្អូនហ្នឹងហើយ7ខាំហ្នឹងគួរសារខ្ញុំហូបបោហើយអត់អស់ផងហ្នឹងហើយគ្រឿងក្រៅមានប៉ុណ្ណឹងទេបងប្អូនសំខាន់គឺឆាបងប្អូនប្រើស្ករត្នោតយើងហ្នឹងបងប្អូនណាគឺថាឈ្ងុយឆ្ងាញ់ហ្នឹងហើយប្រើស្ករត្នោតទៅល្អបងប្អូនណាហ្នឹងហើយយើងជួយលើកតម្កើងបងប្អូនកសិករយើងផងប្រមូលផលខ្មែរយើងលទ្ធផលខ្មែរយើងបងប្អូនណាមានប៊ីចេងមានម្សៅស៊ុបហ្នឹងហើយស្អីក៏មានដែរខ្មែរយើងឥឡូវបងប្អូនបាច់ភ័យបារម្ភទេណាហ្នឹងហើយគេធ្វើបានយើងក៏ធ្វើបានហើយយើងដាក់ជ្រោយខ្ទិះដូងបន្តិចមកបងប្អូនណាដើម្បីឲ្យវាឈ្ងុយឆ្ងាញ់ហ្នឹងហើយដាក់ឲ្យវាមានមាត់កណាមកបាក់លេពេកហ្នឹងហើយដោយសារបកងវាបាក់សាច់បងប្អូនណាហ្នឹងហើយយើងដាក់គ្រឿងឲ្យដុតទៅមានទឹកដោះគោខាប់ក៏ប៉ុន្តែទឹកដោះគោឯនេះបានឲ្យយើងឆាខ្ទិះទេតែហ្នឹងយើងដាក់ទៅខ្ញុំថាអញ្ចឹងបកងយើងរត់តែឌីប្រើតែដុតបងប្អូនណាហ្នឹងហើយយើងចង់ឆាម្រេចខ្ចីឲ្យវាមានជាតិមានអីយើងត្រូវថែមគ្រឿងក្រៅមកមិនអីទេបងប្អូនយើងហូបយើងប៉ះបើឲ្យវាមានរសជាតិឲ្យវាមានសម្រស់នឹងហើយយើងដាក់ម្រេចចូលមកម្រេចនេះខ្ញុំប្រើម្រេចមួយខាំបងប្អូនឲ្យច្រើនហើយម្រេចខ្ចីនេះខ្ញុំចូលចិត្តណាស់ព្រោះខ្ញុំហូបម្ទេសអត់កើតអញ្ចឹងមានម្រេចហ្នឹងហើយជំនួសម្ទេសបានហើយម្រេចវាហឹរហើយវាហឹរបែបសតុនវាមិនក្តៅក្រហាយដូចម្ទេសឈីបវៀនឈីកាពះហើយទេបងប្អូនណាម្រេចវាហឹรงុំមែនតែវាដូចថាសតុនឥឡូវម្ហូបយើងបានមកដល់ហើយបងប្អូននៅក្រហមឆ្អិនឆ្អៅពណ៌ម្ទេសផ្លោកក៏ក្រហមបង្គាបង្កងក៏ក្រហមហើយមើលទៅវាតំណើងគួរឲ្យស្រក់ទឹកមាត់ដែរជាពិសេសបងប្អូនមកពីធ្វើការហត់មើលវីដេអូនេះហើយគឺថាជាយ៉ងភៅហើយស្រក់ទឹកមាត់ហ្នឹងហើយបងប្អូនទីសិនទៅស្រក់ទឹកមាត់សិនដែរបងប្អូនចង់ហូបធ្វើតាមខ្ញុំនឹងមកបើថាបងប្អូនខ្ជិលហូបទេគ្រាន់តែឆាតមកពូមកណាក្មួយណាខ្ជិលធ្វើមហូបមកពីហត់អីហ្នឹងឆាតមកពូធ្វើឲ្យយកឲ្យដល់ផ្ទះហ្នឹងហើយគឺមានទទួលសម្រាប់បងប្អូនណាមកពីហត់មានកម្មវិធីតូចតាចអីខ្ជិលធ្វើមហូបខ្លួនឯងហ្នឹងហើយខមកពូមកណាពូទទួលធ្វើបានហ្នឹងហើយមហូប2នាក់ក៏ធ្វើមហូប10នាក់ក៏ធ្វើ20នាក់ក៏ធ្វើដែរហ្នឹងហើយណាក្មួយចង់ទៅនៅហត់ដែរជឿធ្វើខ្លួនឯងមកតែមកពូមេតាមកណាពូមេតាទទួលទាំងអស់បាយ